នេះសូមណែនាំឲ្យស្គាល់សមាជិកភាពកីឡាករបង្គោលក្រហមមកពីក្លឹបមជ្ឈមណ្ឌលក្រសួងការពារជាតិស្វាគមន៍អធិរាជអមឆៅធនរទ្ធីកីឡាករធនធានគឺជាកីឡាករជួរមុខរបស់ប្រទេសកម្ពុជាហើយត្រូវបានអ្នកអង្គការលៀងមេសាមរងជាប្រធានក្រុមគណៈយុក្រុមក្បាលវិជីវិញចិត្តខ្លាំងមែនទែនអបអរសាទរជូនធនធានអ្នកអង្គការលៀងមេឧបត្ថម្ភទឹកប្រាក់បន្ថែមចំនួន4 លានរៀលមកសតមួយបាទជួបមុខឲ្យកីឡាករធនធានសូមថ្លែងអំណរគុណជូនទៅកាន់អ្នកអង្គការលៀងមេដែលឧបត្ថម្ភទឹកប្រាក់4 លានរៀលលើកទឹកចិត្តជូនអធិរាជអមឆៅធនធាន And now introducing the blue corner he from the United States of America Excellency ladies and gentlemen please welcome the fighter from the United States of America, Will Shaw. អ្នកធម្មតាជាទីគោរពញាតិយុវជាតិអន្តរជាតិជាទីមេត្រីនេះជាលើកទី1ហើយតែមានកីឡាករមកពីសហរដ្ឋអាមេរិកបានមកជួននៅសង្វៀនលំដាប់ពិភពលោករបស់ Extreme ភាវនាគុណខ្មែរសូមស្វាគមន៍មកកងការបំផុតជូនកីឡាករ Will Chop ហូមួយបាទឥឡូវមើលឃើញទេបាទ Will Chop គេយកទង់ជាតិនៃប្រជាជាតិកម្ពុជាបង្ហាញនៅលើសង្វៀន Extreme បាទដោយជម្រាបជូនចាញ់ឈ្នះគឺជាកីឡាការទូតកីឡានេះគឺជាការផ្សារភ្ជាប់ដ៏សំខាន់គាត់ក៏ជាអតីតកីឡាករលំដាប់កំពូលពិភពលោកបើទោះបីជាពេលនេះគាត់លាក់ credit បន្តិចក្តីក៏ប៉ុន្តែយ៉ាងណាសូមជម្រាបជូនថានេះគឺជាផលចំណេញខ្លាំងមែនទែនសម្រាប់ការផ្សព្វផ្សាយគុនខ្មែរដែលយើងមិនប្រើថាវិការច្រើនដែលនេះបើនិយាយអំពីបេះដូងរបស់ Will Chop គេបានថាគេនឹងចាប់ផ្ដើមស្រាវជ្រាវបើឯកសារតាក់ទងទៅគុនខ្មែរហើយក៏គេមានបំណងទៅទឹកដីអង្គរវត្តដើម្បីស្វែងរកនៅកន្លែងដែលប្រាង្គសិលាចារឹករបស់យើងឆ្លាក់ដោយកាពីម៉ានីប៉ាកើអៅមកដល់ទឹកដីកម្ពុជាគាត់ឃើញនៅសិលាចារឹកស្លាកដែលក្បាច់គុនបុរាណខ្មែរដូនតាបន្តឲ្យបាទឥឡូវចំណេញឬក៏មិនចំណេញចំណេញណាការប្រកួតនេះមិនត្រឹមតែធ្វើការផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកទេគាត់ក៏បានធ្វើការស្រាវជ្រាវបន្ថែមសម្រាប់គុនខ្មែរដ៏រុងរឿងរបស់យើងទៅកាន់សហរដ្ឋអាមេរិកផងដែរអរគុណផ្ញើជូនការប្រកួតនេះជូនទៅកាន់បងប្អូនអ្នកស្នេហាប្រដាល់គុនខ្មែរដែលទស្សនាតាមរយៈហង្សមាស HD TV នៅសហរដ្ឋអាមេរិកផងដែរខណៈនេះសូមអនុញ្ញាតប្រកួតទូនេះជូនទៅកាន់លោកគ្រូអូតពូថងបានលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីគោរពជាទីរាប់អានយើងបានឈានមកដល់ការប្រកួតបាគូពិសេសអស្ចារ្យបំផុតនៅក្នុងសប្តាហ៍នេះដែលជាការប្រកួតបាគូចុងក្រោយខ្ញុំបានក៏សូមបង្ហាញជូននៅសមាជិកកីឡាករបង្គោលក្រហមធនរទ្ធីវ័យ25ឆ្នាំកម្ពស់ 1.79 ទម្ងន់75 គីឡូក្រាមបទពិសោធន៍នៃការប្រកួតធ្លាប់ឈ្នះ103ដងចាញ់20ដងស្មើ3ដងធ្លាប់ដួលដៃគូឲ្យបាត់បង់ស្មារតី42លើកប្រកួតចុងក្រោយយកឈ្នះកីឡាកររបស់អាល្លឺម៉ង់យ៉ានីសដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបអន្ត្រីសម្ដែងរិទ្ធមានស្រុកកំណើតនៅសង្កាត់ព្រៃលួងក្រុងអរិយសាទឥឡូវនេះកាត់ចូលរាជធានីភ្នំពេញហើយបង្ហាត់ដោយលោកគ្រូធុនសូភាលោកស្រីនាងកញ្ញាក៏សូមស្វាគមន៍មកបានខ្លាំងទៅដល់អធិរាជរបស់ចៅធុនរទ្ធីដល់ឡៃសមាជិកកីឡាករបង្គោលខៀវWilliam Chop ឬក៏ Will Chop ដែលគាត់មានអាយុ35ឆ្នាំកម្ពស់ 1.80 m ទម្ងន់ដូចគ្នាបទពិសោធន៍លក្ខណៈអាជីពនៅលើសង្វៀនធំ16លើកនេះណា13ចាញ់3ធ្លាប់ដួលដៃគូឲ្យបាត់បង់ស្មារតី5លើកប្រកួតចុងក្រោយយកឈ្នះគូប្រកួតដោយពិន្ទុនៅក្នុងប្រទេសម៉ាឡេស៊ីថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូគាត់គឺជាអតីតតារា UFC ដ៏ឆ្នើមបំផុតដែលគាត់ធ្លាប់ប៉ះជាមួយនឹងកីឡាករ Mark Holloway Ladies and gentlemen, please welcome Blue Corner from United States of America, Will Chop. បាទធនរទ្ធីឥឡូវនេះគណនីធនាគារជីមរបស់ធនរទ្ធីលុយចូលឬសុទ្ធតែផ្លុកហើយ4 លានរៀលឧបត្ថម្ភជាពិសេស
ពីអ្នកអង្គញាលៀងមេងសហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយករបស់ក្រុមហ៊ុនជីមម៉ុងក្រុមឧបត្ថម្ភជូនធនធានជាពិសេសបំផុតច្រើនមែនទែន4លានរៀលអញ្ចឹងសង្ឃឹមថានេះគឺជាកម្លាំងទឹកចិត្តបាទជំរុញបន្ថែមជូនកីឡាករជួបមុខដ៏មានសមត្ថភាពអធិរាជអបអរឆៅនៃប្រជាជាតិកម្ពុជារបស់យើងគណៈធិបតីជាទីគោរពជាកិត្តិយសជាតិអន្តរជាតិជាទីមេត្រីសូមថ្លែងអំណរគុណជូនទៅកាន់ជីបម៉ុងក្រុមនិងអរគុណដល់ខ្មែរ Beverages ដែលនាំយកនៅព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះមកផ្សាយជូនទស្សនាជូនទៅកាន់បងប្អូនរបស់យើងទាំងក្នុងនិងក្រៅប្រទេសបងប្អូនដែលទស្សនាតាមរយៈហងមាស HD TV ទស្សនាតាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបដ៏ឈានមុខគេបំផុតនៅក្នុងប្រជាជាតិកម្ពុជា DTH UHD ទស្សនាតាមរយៈเพจផ្លូវការក្រោមការផ្សាយចេញនូវរូបភាពដ៏ច្បាស់ត្រជាក់ភ្នែកតាមរយៈហងមាសនិងក្រុមហ៊ុនខ្មែរ Beverages កីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលអូតភូថង បាទបងប្អូនទាយមួយទៀតមើលកង់ចេញម្រាមចឹងបានជាប់ទឹកអត់បងប្អូនរួចបើថាអត់ក៏សូមកម្លាំងចិត្តដល់កីឡាករទាំងពីរមួយមកលោកគ្រូម៉ាក់តមឿនថាមួយ ចុះក្រុមត្រៀមប្រុងព្រៀបប្រកួត បាទមកអស់ហើយបាទធនរិទ្ធីលនបញ្ញាព្រឿងសុជើនបាទមកឲ្យទឹកទៅដល់ធនរិទ្ធីបាទ Extreme ដូចជានឹកគ្រូម៉ៅចាប់ខ្មោចដល់ហើយនេះ បាទ បងប្អូនចង់ឲ្យលោតបញ្ញាមក Extreme ម្ដងទៀតទេ Extreme កម្ពុជាគុណខ្មែរគូទី7ដែលជាគូអន្តរជាតិកង់ចេញម្រាមកម្ពុជា American ទឹកទី1 round 1 ទឹកទី1 round 1បាទធនរិទ្ធីបាទជើងខ្លាំងរបស់សហរដ្ឋអាមេរិកធ្លាប់លេងនៅសង្វៀន UFC ហើយចូលកពស់រិទ្ធីទៀបជាងបាទតាមមិនសំខាន់ទេកពស់អាយុកាន់តែតួលេងមួយទេហើយយយដៃធនរិទ្ធីលឿនណាស់បាទទាត់មកជើងរបស់វីលឈប់ដល់ចូលលុកពេញអាយុកដាប់ដៃស្ដាំឆ្វេងកន្លែងនេះចំគោលដៅល្អមែនទែនដល់ចូលទៅចាប់អោបមួយសិនធនរិទ្ធីអត់ឲ្យមកក្បែរទេនិយាយទាត់ជើងក្រោមមួយរបស់ធនរិទ្ធីវីលឈប់ទាត់ជើងក្រោមមួយដែរដល់ចូលលុកមកដៃពីរដៃអាយយណែនធនរិទ្ធីវាយណែនកន្លែងនេះធនរិទ្ធីឃើញហើយកន្លែងចឹងអូយកន្លែងនេះទៅហើយកដាប់ដែររបស់ធនរិទ្ធីស្រាំឆ្វេងអាយយអត់អីទេដើរចូលបន្តទៀតធនរិទ្ធីគាត់មកជើងកន្លែងនេះសិនដើរចូលលុកកដាប់ដៃខាងក្រៅមួយឆ្វេងមួយដើរចូលរឹងណាស់បាទសម្រាប់វីលឈប់ទេរឹងមែនទែនមកក្រាបពីវីលឈប់នេះគឺចាប់សពគ្រប់បាត់ហើយបាទកដាប់ដៃរបស់ធនរិទ្ធីមិនធម្មតាទេដើរចូលរបស់វីលឈប់ដើរចូលកន្លែងនេះដើរចូលមិនធម្មតាទេដើរចូលធនរិទ្ធីគ្រាជាប់កន្លែងនេះអាចកែងអត់ទេចាក់ជង្គង់របស់អូយកន្លែងនេះឡើងជើងដួលឡើងជើងរបស់វីលឈប់ធនរិទ្ធីញាក់ចូលដើរចូលមួយសិនរនរិទ្ធីខោលូកកដាប់ដៃខាងក្រៅអូយលោកអញ្ញាកដារាប់អូនមិនអាចបន្តប្រកួតបានទៀតទេមិនអាចបន្តគូប្រកួតបានទៀតទេមកកែងរបស់ធនរិទ្ធីមកកែងនេះធ្ងន់មែនទែនបាទធ្វើឲ្យវីលឈប់បាទគឺមិនអាចបន្តការប្រកួតបានទៀតនោះទេបាទឥឡូវនេះយើងឃើញហើយបាទបងប្អូនបាទទីយើងចង់មើលរូបភាពយឺតថាតើធនរិទ្ធីបំបាក់គូប្រកួតតាមចំណុចកន្លែងណាទៅទស្សនាបាទរូបភាពយឺតសិនបាទនេះធនរិទ្ធីដើរចូលព្យាយាមអីបាទវៃ3កែងកន្លែងនេះមកកែងពេញបឹបបាទមកកែងនេះបាទធ្វើឲ្យវាលឈប់មិនអាចក្រោកឡើងបានទេអូហូយមកកែងបុតស្ដាំរបស់ធនរិទ្ធីល្អមែនទែន